ជំរាបសួរបងប្អូនជនរួមជាជីទីគោរពថ្ងៃនេះគឺជាថ្ងៃអាទិត្យ10រោចខែចេសឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី22ខែមិថុនាឆ្នាំ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅសម្ដេចព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងអំណរគុណមេដឹកនាំគណៈបក្សសង្គ្រោះជាតិសម្រាប់ការថ្វាយព្រះពរនៅថ្ងៃចម្រើនព្រះជន្មតាមគេហទំព័រ VOD បានចុះផ្សាយថាសម្ដេចព្រះមហាក្សត្រីនៃរាជាណាចក្រកម្ពុជាទ្រង់បានចេញព្រះរាជលិខិតថ្លែងអំណរគុណមេដឹកនាំគណៈបក្សសង្គ្រោះជាតិដែលបានថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីក្នុងថ្ងៃចម្រើនព្រះជន្មក្នុងព្រះរាជសារលិខិតរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុចុះកាលបរិច្ឆេទថ្ងៃ20មិថុនាឆ្នាំ2014ផ្ញើជូនឯកឧត្តមកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិមានខ្លឹមសារថាព្រះមហាក្សត្រីទ្រង់បានទទួលនៅលិខិតថ្វាយព្រះពររបស់ឯកឧត្តមក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រីនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមសារលិខិតរបស់ព្រះមហាក្សត្រីបានជូនពរដល់ថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកាទាំងអស់នៃគណៈបក្សសង្គ្រោះជាតិបានប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមជម្រាបថាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាកាលពីថ្ងៃទី18ខែមិថុនាបានចេញលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប78យាងចូល79ព្រះវស្សាដោយថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ព្រះកាយពលនិងកម្លាំងពលំមាំមួនព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរអាជីវករមួយចំនួននៅប៉ោយប៉ែតផ្ដល់ជំនួយដល់ពលករដោយសាររឿងនយោបាយបងប្អូនជនរួមជាទីមេត្រីបើតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាប្រជាពលរដ្ឋនិងក្រុមអាជីវករភាគច្រើននៅក្រុងប៉ោយប៉ែតផ្អាកការផ្ដល់ជំនួយមនុស្សធម៌ទៅឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញគេហទំព័រដដែលនេះបានបន្តឲ្យដឹងទៀតថាការកាត់ផ្ដាច់ស្បៀងសប្បុរសធម៌នេះគឺបណ្ដាលមកពីការជ្រៀតជ្រែកខាងផ្នែកនយោបាយការជ្រៀតជ្រែកខាងផ្នែកនយោបាយបានបន្តិចបង្អាក់ដល់លំហូរស្បៀងសប្បុរសធម៌ចំពោះជនអន្តោប្រវេសន៍ខ្មែររាប់ពាន់នាក់ដែលអាជ្ញាធរកំពុងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃទី21ខែមិថុនានេះបាយកញ្ចប់នំចំណីនានាដែលគេដាក់ត្រៀមទុកនៅខាងមុខចំណុចរមុងមួយច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួនថយចុះក្រុមអាជីវករនិងប្រជាពលរដ្ឋឬនៅក្រុងប៉ោយប៉ែតបញ្ជាក់ថាពួកគាត់ផ្អាកការផ្ដល់ស្បៀងសប្បុរសធម៌ទៅឲ្យពលករខ្មែរដោយសារតែសម្ពាធនយោបាយកន្លងមកនេះក្រុមអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយមន្ត្រីគណៈបកប្រជាជនកម្ពុជាបានរារាំងគំរាមកំហែងមិនឲ្យសប្បុរសជននានាធ្វើអំណោយដោយផ្ទាល់ដៃទៅដល់ពលករទេប៉ុន្តែបែរជាដាក់កំហិតឲ្យយកជំនួយទាំងនោះចូលតាមរយៈអាជ្ញាធរទៅវិញចាប់ពីថ្ងៃទី12មិថុនាមកក្រុមអាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឲ្យសប្បុរសជននានាចូលទៅធ្វើទានដោយពលករខ្មែរដោយផ្ទាល់ដៃនោះឡើយប៉ុន្តែពួកគេតម្រូវឲ្យផ្ដល់ស្បៀងទាំងនោះត្រូវធ្វើតាមរយៈក្រុមការងាររបស់អាជ្ញាធរមូលដ្ឋានបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀតនោះគឺដោយសារការបណ្ដេញសមាជិកប្រសិទ្ធិនិងអ្នកតំណាងរាស្ត្រជាប់ឆ្នោតជាង20រូបរបស់គណៈបក្សសង្គ្រោះជាតិមិនឲ្យចែកជំនួយសប្បុរសធម៌ដល់ពលករខ្មែរកាលពីថ្ងៃទី19ខែមិថុនាជំទប់ទី2នៃសង្កាត់ផ្សារកណ្ដាលមកពីគណៈបក្សសំរងស៊ីលោកស្រីខុនចន្ទទីថ្លែងថាចាប់ពីថ្ងៃទី6ខែមិថុនាប្រជាពលរដ្ឋនិងក្រុមអាជីវករនៅក្រុងប៉ោយប៉ែតបានធ្វើសកម្មភាពមនុស្សធម៌យ៉ាងសស្រាក់សស្រាំចំពោះពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញប៉ុន្តែចាប់ពីថ្ងៃទី12ខែមិថុនាក្រុមអាជ្ញាធរមូលដ្ឋានបានបង្អាក់ដល់ការធ្វើទានរបស់ពួកគាត់ដោយសារការកេងចំណេញរឿងនយោបាយរយៈពេលកន្លងទៅនេះក្រុមអាជ្ញាធរក៏បានបណ្ដេញមនុស្សមួយក្រុមដែលបានព្យាយាមយកបាយនិងទឹកទៅចែកជូនពលករខ្មែរនៅក្នុងបរិវេណរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតថ្លែងថាសប្បុរសជនមួយក្រុមនោះគឺជាខ្មែរកម្ពុជាក្រោមមន្ត្រីសម្របសម្រួលសមាគមអាត60ប្រចាំខេត្តបន្ទាយមានជ័យថ្លែងថាបាតុភិបនានាដែលបានកើតឡើងនៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិធ្វើនយោបាយបញ្ហាទាំងនេះកើតឡើងមកពីការរើសអើងនានាការនយោបាយនិងការកេងចំណេញនយោបាយសមាគមខ្មែរកម្ពុជាក្រោមក្រុងធ្វើបាតកម្មនៅខែក្រោយទាមទារឲ្យរដ្ឋាភិបាលវៀតណាមសុំទោសរឿងទឹកដីកម្ពុជាក្រោម
បើតាមគេហទំព័រ AFE បានចុះផ្សាយថាវេទិកាសាធារណៈដ៏កម្រនិយាយតាក់ទងនឹងទឹកដីកម្ពុជាក្រោមនេះក្រុងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី28 ខែមិថុនាឆ្នាំ2014នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញដូច្នេះប្រជាពលរដ្ឋទាំងអស់អាចចូលរួមផ្ដល់ទាំងមតិយោបល់និងឯកសារប្រវត្តិសាស្ត្រផ្សេងៗនៃការបាត់បង់ទឹកដីកម្ពុជាក្រោមដោយសេរីគេហទំព័រដែរបានឲ្យដឹងតាមរយៈលោកថៃសេដ្ឋាប្រធានសមាគមខ្មែរកម្ពុជាក្រោមនៅថ្ងៃអាទិត្យទី22មិថុនានេះថាការរៀបចំឲ្យមានវេទិកាសាធារណៈនេះឡើងដើម្បីស្វែងរកយោបល់និងសម្ដែងឯកសារប្រវត្តិសាស្ត្រផ្សេងៗទៀតទាក់ទងទៅនឹងការបាត់បង់ទឹកដីកម្ពុជាក្រោមពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះបានបន្ថែមថាក្រោយពីទទួលបានឯកសារក៏ដូចជាមតិយោបល់បន្ថែមរួចហើយសមាគមខ្មែរកម្ពុជាក្រោមនឹងចងក្រងឯកសារប្រវត្តិសាស្ត្រពិតទាំងនេះដាក់ជូនទៅកាន់បណ្ដាស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាជាពិសេសស្ថានទូតវៀតណាមដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ពីប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដីកម្ពុជាក្រោមហើយទាមទារឲ្យរដ្ឋាភិបាលវៀតណាមបកស្រាយឲ្យច្បាស់ផងដែរអំពីការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតនិងការធ្វើការសំទោសចំពោះប្រជាពលរដ្ឋខ្មែរលោកថៃសេដ្ឋាបានបញ្ជាក់ថាសមាគមខ្មែរកម្ពុជាក្រោមទុកពេលឲ្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាពីថ្ងៃទី28មិថុនាដល់ថ្ងៃទី10កក្កដាដើម្បីបកស្រាយឲ្យបានច្បាស់ពីការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតបើមិនដូច្នោះទេចាប់ពីចន្លោះថ្ងៃទី10ដល់ថ្ងៃទី20កក្កដាសមាគមខ្មែរកម្ពុជាក្រោមនឹងដឹកនាំធ្វើបាតកម្មប្រឆាំងស្ថានទូតវៀតណាមនិងទាមទារឲ្យរដ្ឋាភិបាលវៀតណាមធ្វើការសុំទោសជាសាធារណៈដល់ពលរដ្ឋខ្មែរចំពោះការលើកឡើងរបស់មន្ត្រីស្ថានទូតរបស់ខ្លួនសូមរំលឹកជូនថារឿងរ៉ាវដែលបានបង្កឲ្យក្លាយជាបញ្ហាដ៏ចម្រូងចម្រាសរហូតដល់មានគម្រោងធ្វើបាតកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលវៀតណាមនៅកម្ពុជានេះគឺដោយសារតែអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកថាទឹកដីកម្ពុជាក្រោមមិនមែនបារាំងកាត់ឲ្យវៀតណាមទេតែទឹកដីនេះជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយអ្នកនាំពាក្យរូបនេះក៏បានបដិសេធមិនសុំទោសចំពោះការនិយាយបំភ្លឺប្រវត្តិសាស្ត្ររបស់ខ្លួនតាមការទាមទាររបស់សមាគមខ្មែរកម្ពុជាក្រោមផងដែរសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតក្រុងរៀបចំកិច្ចពិភាក្សាតាក់ទងបញ្ហាបោះឆ្នោតនៅថ្ងៃទី24មិថុនាខាងមុខនេះលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត Election Reform Alliance ដែលចងក្រងដោយអង្គការសង្គមស៊ីវិលជាសមាជិកចំនួន20ស្ថាប័នក្រុងរៀបចំសិក្ខាសាលាមួយនៅថ្ងៃអង្គារទី24ខែមិថុនាចាប់ពីម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចនៅសន្តាគារ Himawari ក្នុងរាជធានីភ្នំពេញគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីច្បាប់និងតស៊ូមតិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហើយកាត់ថា Confrere លោកស៊ុនយុទ្ធជាមានប្រសាសន៍កាលពីយប់ថ្ងៃទី21មិថុនាថាគោលបំណងសំខាន់នៃសិក្ខាសាលានេះគឺបង្ហាញជូនភាគីពាក់ព័ន្ធនិងពិភាក្សាអំពីសេចក្តីស្នើពីសាធារណកម្មក្របខ័ណ្ឌច្បាប់តាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោតយន្តការដោះស្រាយវិវាទបោះឆ្នោតការចុះឈ្មោះនិងបញ្ជីឈ្មោះបោះឆ្នោតជាដើមលោកបន្តថាលោកសូរិយាសូបាឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងអញ្ជើញចូលរួមបើកសិក្ខាសាលានិងបង្ហាញរបាយការណ៍ពាក់ព័ន្ធការបោះឆ្នោតនៅកម្ពុជាលោកសូរិយាសូបាឌីនៅបង្ហាញអនុសាសន៍ដែលគាត់បានរកឃើញគោលបំណងសំខាន់គឺយើងចង់បង្ហាញអនុសាសន៍ជាគោលធំអំពីក្របខ័ណ្ឌច្បាប់ក្នុងការកែតម្រង់ការបោះឆ្នោតជូនទៅភាគីពាក់ព័ន្ធទាំងអស់កន្លងមកអឺរ៉ាយើងបានចេញរបាយការណ៍មួយហើយយើងនឹងយកអនុសាសន៍លម្អិតដែលអឺរ៉ាបានរៀបចំនោះទៅបង្ហាញភាគីពាក់ព័ន្ធនៅថ្ងៃទី24ខែមិថុនាលោកស៊ុនយុទ្ធជាមានប្រសាសន៍ថាសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានផ្ញើលិខិតអញ្ជើញមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិនិងតំណាងសារព័ត៌មានវិទ្យុទូរទស្សន៍ជាតិនិងអន្តរជាតិព្រមទាំងអង្គការជាតិនិងអន្តរជាតិដើម្បីចូលរួមក្នុងសិក្ខាសាលានេះកម្ពុជាអាចនឹងចាញ់ព្រាបប្រទេសផ្សេងពេលសមាហរណកម្មអាស៊ានបើយោងតាមគេហទំព័រ VOA បានចុះផ្សាយថានៅពេលដែលបណ្ដាប្រទេសទាំង10នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននឹងឈានដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចនៅចុងឆ្នាំ2015ក្រុមមន្ត្រីកម្ពុជាបានសម្លឹងឃើញថាកម្ពុជានៅមានកម្លាំងខ្សោយនៅឡើយដើម្បីធ្វើសមាហរណកម្មក្នុងសហគមន៍នេះគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកបណ្ឌិតកែមលីអ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមមានប្រសាសន៍ថា
កម្ពុជាមិនសូវទទួលផលចំណេញពីសមាជិកភាពក្នុងសមាគមតំបន់នេះទេអ្នកស្រាវជ្រាវរូបនេះមើលឃើញថាកម្ពុជាទទួលបានផលប្រយោជន៍ផ្នែកកសាងគតិយុត្តឬផ្នែកច្បាប់និងកិច្ចព្រមព្រៀងនានាប៉ុន្តែផ្នែកសេដ្ឋកិច្ចកម្ពុជាមិនសូវទទួលបានផលចំណេញពីសមាគមអាស៊ាននោះទេប្រទេសសមាជិកអាស៊ានរួមមានកម្ពុជាវៀតណាមឡាវភូមាថៃសិង្ហបុរីហ្វីលីពីនម៉ាឡេស៊ីប្រ៊ុយណេនិងឥណ្ឌូនេស៊ីការបង្កើតសហគមន៍សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំក្រោយនេះនឹងបើករបាំងពន្ធគយឬមានន័យថាការនាំទំនិញផ្សេងៗទៅកាន់ប្រទេសជាសមាជិកនឹងមិនត្រូវយកពន្ធនោះទេមួយវិញទៀតពលករជំនាញដូចជាវិស្វករអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនិងផ្នែកគណនេយ្យជាដើមនឹងត្រូវអនុញ្ញាតឲ្យឆ្លងទៅធ្វើការក្នុងចំណោមប្រទេសជាសមាជិកដោយសេរីលោកបណ្ឌិតកែមលីយល់ថាកម្ពុជានឹងបាត់បង់សក្តានុពលសេដ្ឋកិច្ចដោយសារកម្ពុជាត្រូវសម្របទៅតាមការលើកលែងពន្ធគយក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដោយសារតែសេដ្ឋកិច្ចកម្ពុជាពឹងលើចំណូលពន្ធគយរហូតដល់ប្រមាណជា 35% នៃចំណូលសម្រាប់ថវិកាជាតិសរុបមួយវិញទៀតកម្ពុជាពិបាកនឹងប្រកបប្រជែងជាមួយពលករជំនាញរបស់ប្រទេសវៀតណាមនិងប្រទេសថៃដែលជាប្រទេសជិតខាងខ្លួនហើយពលករនៃប្រទេសទាំងនេះអាចនឹងហូរចូលច្រើនមកធ្វើការនៅប្រទេសកម្ពុជាដំណើរគ្នានឹងវិស័យអប់រំកម្ពុជាមិនទាន់រឹងមាំតើអាស៊ានអាចសម្រេចគោលដៅដែរឬទេពេលថៃបញ្ជូនពលករខុសច្បាប់ត្រឡប់មកវិញលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាថៃជាប្រទេសស្ថាបនិកអាស៊ានដែលចង់បង្កើតឲ្យមានមូលដ្ឋានផលិតកម្មតែមួយក្នុងនោះរួមមានលំហូរពាណិជ្ជកម្មការវិនិយោគនិងពលកម្មដោយសេរីប៉ុន្តែបច្ចុប្បន្នថៃបានអនុវត្តផ្ទុយពីការអះអាងនេះដែលប្រទេសថៃបានបញ្ជូនពលករមិនស្របច្បាប់កម្ពុជាភូមានិងប្រទេសឡាវឲ្យវិលត្រឡប់ទៅប្រទេសខ្លួនវិញតើការអនុវត្តបែបនេះអាចប៉ះពាល់ដល់គោលដៅនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ2015ដែរឬទេគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថាគោលដៅសំខាន់បំផុតនៃការបង្កើតអាស៊ានដំបូងគឺសម្រាប់ទប់ទល់នឹងលទ្ធិកុម្មុយនីសនិងការវាយទីរបស់ប្រទេសមហាអំណាចធំៗនៅលើពិភពលោកលើផ្នែកពាណិជ្ជកម្មកាលពីទសវត្សរ៍ឆ្នាំ50ចាប់តាំងពីលទ្ធិផ្ដាច់ការបានដួលរលំទៅប្រទេសជាច្រើននៅអាស៊ីបានស្វែងរកមធ្យោបាយដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសមហាអំណាចដូចជាចិនសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនជាដើមលើផ្នែកសេដ្ឋកិច្ចវិញប្រមាណ20ឆ្នាំក្រោយមកប្រទេសនៅអាស៊ីមួយចំនួនបានបង្កើតជាក្រុមដើម្បីរួមគ្នាប្រជែងជាមួយប្រទេសមហាអំណាចលើផ្នែកសេដ្ឋកិច្ចក្រុមនោះរួមមានប្រទេសចំនួន4ដូចជាប្រទេសថៃឥណ្ឌូនេស៊ីសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីដែលបានដាក់ឈ្មោះក្រុមខ្លួនថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានកាលពីខែសីហាឆ្នាំ1957នៅទីក្រុងបាងកកគោលបំណងសំខាន់របស់អាស៊ាននៅពេលនោះគឺរួមគ្នាបង្កើតតំបន់ពាណិជ្ជកម្មសេរីនិងបង្កើតជាមូលដ្ឋានផលិតកម្មទំនិញវិនិយោគនិងការចល័តពលកម្មដោយសេរីនៅឆ្នាំ2015ប៉ុន្តែគោលបំណងនៃលំហូរពលកម្មដោយសេរីអាចជាកត្តារាំងស្ទះដល់ការបង្កើតអាស៊ាននៅពេលខាងមុខដោយសារតែប្រទេសស្ថាបនិកអាស៊ានគឺប្រទេសថៃបានអនុវត្តច្បាប់បញ្ជូនពលករពីប្រទេសដែលនៅក្នុងសមាគមអាស៊ានដូចគ្នាត្រឡប់ទៅប្រទេសរបស់គេវិញដែលប្រាក់ចាកពីគោលដៅអាស៊ានប្រធានអង្គការខារ៉ាមកម្ពុជាលោកយ៉ាណាវុតមានប្រសាសន៍ថាការបញ្ជូនពលករចំណាក់ស្រុកដែលប្រទេសថៃកំពុងអនុវត្តនៅពេលនេះអាចប៉ះពាល់ដល់ដំណើរការបង្កើតសហគមន៍អាស៊ានតែមួយជោគវាសនាតែមួយនៅឆ្នាំ2015ម្យ៉ាងវិញទៀតដំណើរការនៃការបញ្ជូនពលករទាំងនោះមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងខ្វះការការពាររបស់ថៃដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសបន្ថែមលើនេះប្រធានសមាគមអាត6លោកថុនសារ៉ាយមានប្រសាសន៍ថាប្រទេសជាសមាជិកអាស៊ានគួរតែមានវិធានការដែលគោរពសិទ្ធិមនុស្សគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូរទៅលើពលករដែលមកពីប្រទេសអាស៊ានដូចគ្នាសមាគមអាត6ក៏បានសម្ដែងការខ្សោយស្ដាយដែលប្រទេសទាំង10ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលត្រៀមចុះជាសហគមន៍តែមួយនិងវាសនាតែមួយនៅឆ្នាំ2015ខាងមុខបែរជាមានរដ្ឋដែលជាសមាជិកអាស៊ានមួយបានរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជននៃរដ្ឋផ្សេងទៀតទោះជាយ៉ាងណាក៏ដោយរហូតដល់ពេលនេះមិនទាន់មានប្រទេសសមាជិកអាស៊ានណាមួយរួមទាំងអគ្គលេខាធិការអាស៊ានផងជិះសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើយុទ្ធនាការបញ្ជូនពលកររបស់ថៃនៅឡើយដីសម្បត្តិសេដ្ឋកិច្ចសម្រាប់ដង្ហើមសេដ្ឋកិច្ចជនជាតិភាគតិចបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាលោកឆៃធីអ្នកសម្របសម្រួលអង្គការអាត6ខេត្តរតនគិរីបានឲ្យដឹងថាដីប្រមាណជា 1000 ហិកតារបស់អ្នកភូមិយ៉ាសោម194គ្រួសារត្រូវបានក្រុមហ៊ុនអេឡែវ
ឈូសឆាយយកចាប់តាំងពីឆ្នាំ 2011 ប៉ុន្តែបន្ទាប់ពីមានបទបញ្ជា001និងក្រុមនិស្សិតចុះវាស់វិញដីមកដីជិត500ហិកតាត្រូវបានប្រគល់ឲ្យប្រជាពលរដ្ឋវិញក្រៅពីនោះត្រូវក្រុមហ៊ុនយកបើទោះបីខ្លះមានប្លង់រឹងដូចជាករណីលោករម៉ាស់ម៉ាន់ជាដើមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងទៀតតាមរយៈលោកឆៃធីបានថ្លែងថានេះជាការរំលោភបំពានជាន់លើជាន់មានប្លង់រឹងហើយឈូសរំលោភយកទៀតក្រុមហ៊ុនមិនអើពើពីរឿងច្បាប់និងគោរពសិទ្ធិជនជាតិដើមភាគតិចទេគុំថាឡើយដីកាន់កាប់ជាក់ស្ដែងសូម្បីតែដីកប់សពនិងព្រៃបំរុងទុកតែ1ឬ2ហិកតាក៏មិនអនុគ្រោះឲ្យដែរបើតាមលោកឆៃធីអាតហុកទទួលបានបណ្ដឹងពលរដ្ឋ72ករណីរឿងដីធ្លីនិងព្រៃឈើកាត់ចាប់តាំងពីចុងឆ្នាំ2012មកប៉ុន្តែមានត្រឹមតែ15ករណីប៉ុណ្ណោះដែលត្រូវដោះស្រាយបានលោកឆៃធីបានលើកឡើងថាចំនួនដីធ្លីនេះបណ្ដាលមកពីរដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនដោយមិនបានធ្វើការសិក្សាពីផលប៉ះពាល់ជាមុននិងការមិនគោរពច្បាប់របស់ក្រុមហ៊ុនក៏សម្គាល់ថាក្រុមហ៊ុនអាងលើអាជ្ញាប័ណ្ណទទួលបានពីរដ្ឋាភិបាលឈូសឆាយតាមចិត្តហើយអាជ្ញាធរថ្នាក់ក្រោមខ្លាយអធិបតេយ្យរដ្ឋាភិបាលនិងអំណាចក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ដោះស្រាយទេលោកបន្ថែមថាចំពោះការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនេះទៀតសោះក៏មិនបានផ្ដល់ផលប្រយោជន៍អ្វីទាល់តែសោះដល់ជនជាតិដើមភាគតិចផ្ទុយទៅវិញមានតែបំផ្លាញជីវភាពប្រពៃណីនិងទំនៀមទម្លាប់របស់ពួកគាត់ថែមទៀតដោយសារពួកគាត់មិនទម្លាប់ដើរស៊ីឈ្នួលក្រុមហ៊ុនដោយពលរដ្ឋខ្មែរដទៃទៀតទេសកម្មជនសិទ្ធិមនុស្សរូបនេះក៏បានថ្លែងដូចនេះថាកាលណាអស់ព្រៃហើយជនជាតិដើមប៉ះពាល់ខ្លាំងណាស់ព្រោះជីវិតគាត់គឺពឹងលើព្រៃលោកស្រីដាំចន្ទធីប្រធានសមាគមខ្មែរលើបានឲ្យដឹងថានាពេលបច្ចុប្បន្នមានជនជាតិដើមភាគតិចចំនួន8អំបូរកំពុងរស់នៅក្នុងខេត្តរតនគិរីដូចជាទំពួនចារាយព្រៅក្រឹងកាចក់កាវ៉ែតលុននិងភ្នងជនជាតិដើមទាំងនោះកំពុងតែទទួលរងគ្រោះដោយសារបញ្ហាបាត់បង់ដីធ្លីនិងធនធានធម្មជាតិដោយសារតែការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនិងជនចំណាក់ស្រុកដែលទើបតែចូលទៅរស់នៅទីនោះលោកស្រីដាំចន្ទធីបានថ្លែងថាចាប់តាំងពីឆ្នាំ2003មកពួកគាត់ទាំង8ជនជាតិដើមនេះជួបប្រទះបញ្ហាច្រើនជាងគេគឺបាត់បង់ដីធ្លីធនធានធម្មជាតិនិងបាត់បង់ប្រពៃណីដោយសារតែដីធ្លីរបស់ពួកគាត់ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនដោយមិនមានការពិគ្រោះយោបល់តែថ្ងៃមុខកូនចៅគាត់មិនដឹងបានអីរស់នៅទេបើអត់ដីបែបនេះពួកគាត់ប្រហែលជាត្រូវដែលធ្វើកម្មករគេហើយលោកស្រីបន្ថែមថាការហូរចូលនៃជនចំណាក់ស្រុកក៏បានរួមចំណែកធ្វើឲ្យបាត់បង់ដីធ្លីរបស់ជនជាតិភាគតិចផងដែរលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា